បាទបងប្អូនអរគ្នាប្រើជីគីមីនៅលើចន្ទីដឹងថាដុតលុយចូលហើយបងប្អូនដុតលុយចូលតំណងបាទអញ្ចឹងបងប្អូនអរគ្នាមកមើលចន្ទីនេះបាទគឺចន្ទីនេះបើចន្ទីគេដែលល្អប៉ុណ្ណេះបាទខែនេះកំឡុងខែ9ខែ10អីហ្នឹងគឺវាចាប់ដើមលុះត្រួយហើយបាទបើចន្ទីដែលល្អចន្ទីដែលប្រើថ្នាំធម្មជាតិណាបាទប៉ុន្តែបើថាចន្ទីនេះគឺម្ចាស់ចំការហ្នឹងបងឡានហ្នឹងគឺគាត់ធ្លាប់បាញ់ពពួកប្រភេទគីមីឥឡូវបងប្អូនអត់ល្អទេអត់ផ្លែទេបាទដោយសារគឺប្រើគីមីបាទប្រើគីមីគឺដឹងដុតលុយចូលហើយចន្ទីបងប្អូនបាទគឺចន្ទីគឺដុតលុយចូលឬក៏បោះលុយចូលតំដងហើយមួយវាទៀតបងប្អូនគឺបើសិនជាបងប្អូនអរគ្នាប្រើជីធម្មជាតិបាទប្រើជីធម្មជាតិគឺល្អបាទដូចជាយើងដាក់ជីធម្មជាតិនៅក្នុងនៅតាមកុលចន្ទីណាបាទគឺយល់ល្អគឺបងប្អូនអរគ្នាដាក់ជីធម្មជាតិឬបាញ់ធម្មជាតិទៅទោះបីរដូវអាកាសធាតុប្រែប្រួលក៏វាអត់សូវមានបញ្ហាអីទេប៉ុន្តែបើសិនជាបងប្អូនអរគ្នាប្រើប្រភេទគីមីដុតលុយចូលដែរបងប្អូនយកទៅទិញថ្នាំទិញជីគឺដុតលុយចូលហើយបាទនឹងដូចប្រើនៅលើកលបាទគឺប្រើជើងជីក4រំលងក៏បានបាទគឺយើងដាក់1 គីឡូក្រាមទៅបាទក្នុងមួយដើមបាទ1 គីឡូក្រាមក្នុងមួយដើមបាទដើម្បីអីគឺដាក់តាមជីយើងកាយកប់បងប្អូនជីកឲ្យកាយកប់បាទជីកកាយកប់តាមដើមចន្ទីបាទមិនមែនថាយើងជីកកុលឯនេះទេបាទមិនមែនទេណាបាទតែយើងជីកឲ្យរៀងឆ្ងាយមកត្រឹមនេះអញ្ចឹងទៅបាទត្រឹមនេះបាទកវីយើងទៅជីក4ជ្រុងបាទអញ្ចឹងយើងដាក់ទៅគឺដើម្បីអីគឺដើម្បីឲ្យវាជ្រាបចូលទៅឬចូលទៅក្នុងឬបាទគឺអាហ្នឹងគឺចន្ទីហ្នឹងគឺល្អហើយបងប្អូនណាបាទគឺចន្ទីនឹងលុះត្រួយចន្ទីដែលមានហៅថាមានជីវជាតិបងប្អូនមានជីវជាតិបាទហើយមួយទៀតចន្ទីក៏វាត្រូវការសុយចំណីសុយអាហារបាទសុយអាហារដែរបងប្អូនបាទមិនមែនថាអូចន្ទីធម្មជាតិឬមិនត្រូវការសុយអាហារទេមនុស្សយើងគឺត្រូវការអាហារ3ពេលក្នុងមួយថ្ងៃបាទចន្ទីក៏ដូចគ្នាដែរគឺចន្ទីគឺត្រូវការអាហារ3ពេលដូចគ្នាឬក៏ត្រូវការអាហារដូចយើងដែរបាទត្រូវការអាហារបាទគឺអាហាររបស់វាគឺជីហ្នឹងឯងជីធម្មជាតិកុំដាក់គីមីបាទដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងបងប្អូនអរគ្នាដាក់ជីគីមីគឺដុតលុយចូលតំដងបាទអញ្ចឹងបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាចង់បានជីធម្មជាតិណាបាទបងប្អូនអរគ្នាអាចទំនាក់ទំនងមកខ្ញុំបានគឺដឹកជូន25ខេត្តក្រុងណាបងប្អូនបាទអូខេហើយយើងនឹងជួបគ្នាវីដេអូវាក្រោយទៀតបាទខ្ញុំបាទនឹងបញ្យល់ទៅតងនឹងអំពីចំណេះដឹងទៅតងនឹងចន្ទីជូនបងប្អូនអរគ្នា